មនុស្សភាគច្រើនគិតដល់ភាពជោគជ័យមានន័យថាមិនដែលបរាជ័យប៉ុន្តែ Henry Ford បែរជានិយាយដូចនេះវិញជោគជ័យគឺជាបរាជ័យ 99% ចូលចាំថាគ្រប់មនុស្សជោគជ័យដែលអ្នកស្ងាច់សរសើរពួកគេឈរនៅលើគំនរដ៏ខ្ពស់នៃបរាជ័យនៅថ្ងៃមួយអ្នកនឹងឈរនៅលើភ្នំខ្ពស់នៃជោគជ័យហើយមើលឃើញថាដុំថ្មនីមួយៗនៅក្រោមជើងរបស់អ្នកគឺជាការបរាជ័យរបស់អ្នកដែលអ្នកមិនព្រមបោះបង់ចោលនៅលើជោគជ័យដែល 99% ជាបរាជ័យហើយ 1% នៅសល់គឺជាផ្នែកដែលអ្នកមិនព្រមបោះបង់ចោលការប្រឹងប្រែងតើអ្នកធ្លាប់ឈរនិងដើរក្រវ៉ាល់ក្តីសុបិនរបស់អ្នកបេះដូងលោតញាប់ចិត្តពោពេញដោយក្តីសង្ឃឹមនិងសម្លឹងមើលវាដួលម្ដងហើយម្ដងទៀតដែរឬទេមនុស្សភាគច្រើនគិតដល់ភាពជោគជ័យមានន័យថាមិនដែលបរាជ័យប៉ុន្តែ Henry Ford បែរជានិយាយដូចនេះវិញជោគជ័យគឺជាបរាជ័យ 99% ព្រោះថាគ្រប់ក្តីសុបិនទាំងអស់ដែលអាចឈរបានខ្ពស់នាថ្ងៃនេះត្រូវបានសង់ឡើងនៅលើគំនរបែកបាក់នៃកំហុសនាថ្ងៃម្សិលមិញយើងត្រឡប់ក្រោយទៅចុងទសវត្សរ៍ឆ្នាំ 1890 បរិះម្នាក់ឈ្មោះ Henry Ford មានក្តីសុបិនចង់បង្កើតរថយន្តសម្រាប់មនុស្សទូទៅអាចប្រើប្រាស់បានរថយន្តទី1របស់គាត់ឆេះផ្ទុះកង់ទាំង4គ្មានលំនឹងពេលខ្លះវាមិនដំណើរការសូម្បីតែបញ្ឆេះគាត់បានបរាជ័យមិនមែនម្ដងមិនមែន2ដងគឺច្រើនជាង5ដងទៅទៀតម្ចាស់ពាក្យហ៊ុនដកខ្លួនចេញមិត្តភ័ក្តិសើចចំអកឲ្យគាត់សារព័ត៌មានហៅគាត់ថាជាជាងមេកានិកដលងងខ្លៅដែលសុបិនរត់តាមកង់ឡានសាកស្រមៃឧបមាថាយើងស្ថិតក្នុងស្ថានភាពជាគាត់ខាត់បងលុយកាក់បាត់បង់ដៃគូសហការហើយត្រូវរកមើលគ្រប់ចំណុចដែលមិនដំណើរការផងដែរទោះជាយ៉ាងណាក៏ដោយនៅតែមានសម្លេងមួយខ្សឹបនៅក្បែរត្រចៀកគាត់សាកល្បងម្ដងទៀតនោះជាអ្វីដែលញែកគ្នារវាងអ្នកសុបិននិងអ្នកធ្វើអ្នកសុបិនអាចនឹងបោះបង់ចោលរីឯអ្នកធ្វើយកបរាជ័យប្រើជាកម្លាំងជំរុញចូលដល់ឆ្នាំ 1908 រថយន្ត Model T ត្រូវបានបង្កើតឡើងមានលក្ខណៈសាមញ្ញតម្លៃសមរម្យហើយអាចជឿជាក់បានមនុស្សម្នាសើចចំអកនៅគ្រាដំបូងរហូតដល់ពួកគេមើលឃើញអ្វីដែលអ្នកអាចធ្វើបាន Ford នឹងមិនជោគជ័យនោះទេបើគាត់រត់ចេញពីបរាជ័យគាត់ជោគជ័យដោយសារតែគាត់ខំប្រមូលវាពីកំហុសមួយទៅកំហុសមួយរហូតទាល់តែក្លាយជាអ្វីមួយដែលអស្ចារ្យឥឡូវនេះយើងនិយាយអំពីអ្នកវិញម្ដងប្រហែលជាអាជីវកម្មរបស់អ្នកមិនលូតលាស់ប្រហែលជាស្នាដៃសិល្បៈរបស់អ្នកគេមិនអើពើប្រហែលជាអ្នកដួលច្រើនដងពេករហូតដល់រាប់មិនអស់ចូលចាំថាគ្រប់មនុស្សជោគជ័យដែលអ្នកស្ងាច់សរសើរពួកគេឈរនៅលើគំនរដ៏ខ្ពស់នៃបរាជ័យមានស្ត្រីវ័យក្មេងម្នាក់សុបិនចង់បើកហាងនំប៉័ងបើកដំបូងវាដួលរលំគាត់បានយំសោកគាត់បោះបង់វាចោលអស់មួយរយៈប៉ុន្តែក្តីសុបិននោះមិនដេកលង់លក់ឡើយគាត់បានចាប់ផ្ដើមសារជាថ្មីតូចជាងមុនប៉ុន្តែឆ្លាតវៃជាងមុនលុះច្រើនឆ្នាំក្រោយមកហាងនំប៉័ងរបស់គាត់បានក្លាយជាហាងមួយដែលពេញនិយមបំផុតនៅក្នុងទីក្រុងគ្រប់បរាជ័យទាំងអស់សុទ្ធតែបង្រៀនមេរៀនដល់អ្នកអំពីការអត់ធ្មត់ការបន្ទាបដាក់ខ្លួននិងភាពក្លាហានបរាជ័យមិនមែនជាសត្រូវរបស់អ្នកឡើយវាគឺជាជាងដាប់ឆ្លាក់របស់អ្នកវាដាប់ចេញនៅអ្វីដែលជាភាពខ្សោយរបស់អ្នករហូតដល់សល់តែភាពខ្លាំងដូច្នេះនៅពេលក្រោយដែលអ្នកដួលចុះកុំសួរថាហេតុអ្វីជាខ្ញុំចូលសួរថាតើមេរៀនអ្វីដែលបរាជ័យព្យាយាមបង្រៀនដល់ខ្ញុំពីព្រោះនៅថ្ងៃមួយអ្នកនឹងឈរនៅលើភ្នំខ្ពស់នៃជោគជ័យហើយមើលឃើញថាដុំថ្មនីមួយៗនៅក្រោមជើងរបស់អ្នកគឺជាការបរាជ័យរបស់អ្នកដែលអ្នកមិនព្រមបោះបង់ចោលនៅលើជោគជ័យដែល 99% ជាបរាជ័យ
ហើយ1%នៅសល់គឺជាផ្នែកដែលអ្នកមិនព្រមបោះបង់ចោលការប្រឹងប្រែង